ដើម្បីការពារទប់ស្កាត់ព័ត៌មានคล้ายៗខ្ញុំសូមចែករំលែកមួយចំនួនគឺទី1គឺមុននឹងសម្រេចចិត្តចុច like share comment លើព័ត៌មានណាមួយសូមក្មួយៗទាំងអស់ស្វែងរកប្រភពព័ត៌មានដែលជឿទុកចិត្តថ្នាក់ដឹកនាំក្រសួងព័ត៌មានជំរុញឲ្យរួមគ្នាបង្កើតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ Digital ថ្នាក់ដឹកនាំក្រសួងព័ត៌មានបានជំរុញឲ្យសិស្សានុសិស្សយុវជននិងភាគីពាក់ព័ន្ធរួមគ្នាពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ Digital ដើម្បីបង្កើនសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗនិងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវមានប្រសាសន៍នៅក្នុងយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗជំហានទី2ក្រោមប្រធានបទពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំនៅវិទ្យាល័យមិត្តភាពកម្ពុជាជប៉ុនកំពតក្រុងខេត្តកំពតនាព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2026ឯកឧត្តមសោមកុសលអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានឲ្យដឹងថាកម្ពុជាមានអ្នកប្រើប្រាស់ Facebook ជាង15លានគណនីនិង TikTok ជាង10លានគណនីដែលភាគច្រើនជាយុវជនដូច្នេះការពង្រឹងអក្ខរកម្មព័ត៌មាននិងសុវត្ថិភាព Digital គឺជាកត្តាចាំបាច់ដើម្បីឲ្យយុវជនអាចសម្គាល់ព័ត៌មានពិតឬព័ត៌មានคล้ายៗនិងអនុវត្តគោលការណ៍គិតមុននឹងចែករំលែកដើម្បីការពារទប់ស្កាត់ព័ត៌មានคล้ายៗខ្ញុំសូមចែករំលែកមួយចំនួនគឺទី1គឺមុននឹងសម្រេចចិត្តចុច like share comment លើព័ត៌មានណាមួយសូមក្មួយៗទាំងអស់ស្វែងរកប្រភពព័ត៌មានដែលជឿទុកចិត្តត្រូវផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយនិងចែករំលែកបន្តសូមតាមដាននៅเพจផ្លូវការដែលជាប្រភពព័ត៌មានដែលអាចទុកចិត្តបានមានដូចជាឧទាហរណ៍ការងារតាក់ទងនឹងបញ្ហាព្រំដែនដូច្នេះយើងអាចតាមដាននៅเพจរបស់ក្រសួងព័ត៌មានក្រសួងការពារជាតិឬក៏ក្រសួងការបរទេសឬក៏เพจរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលឬក៏ថ្នាក់ដឹកនាំកម្ពុជារបស់យើងទី3ប្រារូបមន្ត3គុំទី1គឺកុំអាលជឿបានន័យថាពេលឃើញព័ត៌មានផ្លែកឬរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមិនត្រូវជឿភ្លាមនោះទេទោះបីជាព័ត៌មាននោះផ្ញើមកដោយមិត្តភក្តិជិតស្និទ្ធរបស់យើងក៏ដោយគុំទី2គឺកុំអាលshareការshareដែលអាចធ្វើឲ្យព័ត៌មានបំពិតរីករាលដាលកាន់តែច្រើនគុំទី3គុំបង្កើតព័ត៌មានបំពិតគឺមិនត្រូវកាត់តរូបភាពសរសេររឿងរ៉ាវប្រឌិតឬយកព័ត៌មានបំពិតមកលេងសើចបង្ហោះក្នុង TikTok Facebook ឬ Group Telegram ជាដើមជាមួយគ្នានេះឯកឧត្តមខៀវរិទ្ធិភ័ណ្ឌអភិបាលរងខេត្តកំពតបានអំពាវនាវឲ្យសិស្សានុសិស្សប្រើប្រាស់បច្ចេកវិទ្យានិងបណ្ដាញសង្គមដោយមានសីលធម៌និងការទទួលខុសត្រូវខ្ពស់ព្រមទាំងត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់មុននឹងជឿឬផ្សព្វផ្សាយបន្តក្រោយបញ្ចប់យុទ្ធនាការសិស្សានុសិស្សក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថាពួកគេពិតជាសប្បាយចិត្តដែលទទួលបានចំណេះដឹងដ៏មានតម្លៃសម្រាប់ប្រើប្រាស់ក្នុងជីវិតសិក្សាការរស់នៅប្រចាំថ្ងៃនិងអាចចូលរួមចំណែកជួយទប់ស្កាត់ព័ត៌មានคล้ายៗនៅក្នុងសង្គមពេលព្រឹកមិញនេះគាត់បានប្រោជាសន្ទរកថាយ៉ាងមានន័យចំពោះសិស្សានុសិស្សទាំងអស់ឲ្យយល់ដឹងពីតើអ្វីទៅជាព័ត៌មានពិតអ្វីទៅជាព័ត៌មានមិនពិតហើយនឹងរបៀបប្រើប្រាស់បណ្ដាញសង្គមថាយើងមើលយ៉ាងដូចម្ដេចគិតដឹងថាព័ត៌មានហ្នឹងคล้ายៗមើលដូចម្ដេចដឹងថាព័ត៌មាននេះវាជាព័ត៌មានពិតហើយគាត់បានសួរសំណួរពី3សំណួរដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្សានុសិស្សឲ្យយល់ឃើញនៅព័ត៌មានដែលคล้ายៗមកព័ត៌មានពិតហ្នឹងឲ្យចេះវិភាគថាវាពិតហ្នឹងរបៀបណាវាមិនពិតរបៀបណាចំពោះសិស្សានុសិស្សមូលហេតុដែលគួរដឹងថាព័ត៌មានណាពិតព័ត៌មានណាមិនពិតដោយសារតែទី1បើកាលណាយើងចែករំលែកព័ត៌មានដែលមិនពិតវាអាប់អោនកិត្តិយសយើងឧទាហរណ៍ថាដោយករណីចាប់ក្មេងនៅកពតអញ្ចឹងវាជាព័ត៌មានមិនពិតអញ្ចឹងកាលណាដែលមានអ្នក share ពីព័ត៌មានហ្នឹងបានថាគាត់ចូលរួមចំណែកមួយក្នុង
ការផ្ដល់ព័ត៌មានមិនពិតវាអាចនឹងខុសនឹងច្បាប់សិស្សានុសិស្សគួរតែយល់ដឹងអំពី digital អាការកម្ម digital ដោយសារតែសប្តាហ៍នេះគឺវាជាសម័យទំនើបអញ្ចឹងការរៀនឬមួយក៏ការកំសាន្តផ្សេងៗតាក់ទងនឹង digital ទាំងអស់ចាចំពោះចំណាប់អារម្មណ៍ខ្ញុំថ្ងៃនេះបន្ទាប់ពីបានស្ដាប់នៅយុទ្ធនាការនេះហើយខ្ញុំមានចំណាប់អារម្មណ៍ថាវាជាចំណេះដឹងមួយដែលល្អព្រោះថាអាចធ្វើឲ្យយើងដឹងពីព័ត៌មានคล้ายៗនិងព័ត៌មានពិតមុននឹងជឿព័ត៌មានអីមួយយើងត្រូវតែពិនិត្យមើលទៅលើប្រភពព័ត៌មានការបរិច្ឆេទដែលគេបានផុសមកថាវាយូរឬក៏ទំភ្លាមហ្នឹងមួយទៀតគឺយើងពិចារណាថាវាពិតឬក៏មិនពិតចំពោះព័ត៌មានคล้ายៗបង្កដល់យើងនិងសង្គមដូចជាធ្វើឲ្យយើងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះធ្វើឲ្យខាតបង់ប្រាក់និងធ្វើឲ្យមានភាពភ័យខ្លាចនិងចលាចលដល់សង្គមជាចាំបាច់ណាស់ដោយសារតែព្រោះថាបច្ចុប្បន្នហ្នឹងព័ត៌មានទាំងអស់គឺតែងតែចែករំលែកនៅតាមប្រព័ន្ធអ៊ីនធឺណិតទាំងអស់អញ្ចឹងយើងត្រូវតែហ៊ានដឹងពីប្រព័ន្ធទាំងអស់នោះព្រោះថានៅក្នុងប្រព័ន្ធទាំងអស់ហ្នឹងគឺសុទ្ធសឹងតែមានព័ត៌មានពិតនិងព័ត៌មានមិនពិតអញ្ចឹងគឺតម្រូវឲ្យយើងយល់ដឹងពីការចែករំលែកនិងយល់ដឹងពីព័ត៌មានទាំងអស់នោះក្នុងនាមជាយុវជនខ្ញុំមានការបដិញ្ញាចិត្តទី1គឺយើងអត់ត្រូវផលិតព័ត៌មានដែលមិនពិតដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងទី2យើងអត់ត្រូវចែករំលែកព័ត៌មានដែលយើងគិតថាវាជាព័ត៌មានមិនពិតនោះទេទី3យើងត្រូវតែបដិញ្ញាចិត្តនិងពិនិត្យមើលព័ត៌មានឲ្យបានច្បាស់លាស់ថាព័ត៌មានហ្នឹងពិតឬក៏ជាព័ត៌មានមិនពិតមុននឹងយើងចែករំលែកទៅកាន់អ្នកដទៃផ្សេងទៀតតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំថាការទប់ស្កាត់ព័ត៌មានคล้ายៗទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរួមគ្នាកសាងវប្បធម៌ព័ត៌មានថ្មីមួយគឺមុននឹងជឿត្រូវគិតមុននឹងចែករំលែកត្រូវផ្ទៀងផ្ទាត់និងមុននឹងផ្សព្វផ្សាយត្រូវទទួលខុសត្រូវ